សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តធ្វើការបន្តសាច់រឿងរបស់យើងបន្តទៅមុខទៀតនៅក្នុងអេពីសូតទី15ចាប់ផ្ដើមនៅក្នុងភាគនេះបន្ទាប់ពីគូបានធ្វើការប្រើប្រាស់កម្លាំងអូត្រារបស់គេអស់ពីខ្លួនរៀបរីណេជាមួយនឹងរ៉ូសែចង់ចូលមកបដូរគូយើងតែម្ដងក៏ប៉ុន្តែ17ជាមួយនឹង18ក៏បានចេញមកជួយរៀបរីណេក៏ចូលទៅវាប្រហែល18ចំណែករ៉ូសែក៏ចូលទៅវាប្រហែល17ថាពលលើដូចជាបានធ្វើការពីប្រហែលកាន់18ចំណែករ៉ូសែក៏បានប្រើកម្មពលរបស់គេពីប្រហែលកាន់17ដោយយើងបានឃើញថាម្ចាស់18គេចបានយ៉ាងងាយស្រួលជាមួយនឹងថាពលលើហើយក៏ស្ទុះជាមួយលើរបស់គេលឿនធ្វើការទាត់មកជើងចាំបារាមុខរីប្រណេតបាននិយាយថាខ្លួនចង់ឈ្នះការប្រកួតនេះដោយសារតែខ្លួនចង់ខ្លាចទៅជារាជនីនៃសេចក្តីស្រឡាញ់ដើម្បីឆ្លើយតបទៅវិញថាខ្លួនមិនចង់ខ្លាចទៅជារាជនីទេគ្រាន់តែចង់ឈ្នះការប្រកួតមួយនេះដើម្បីត្រឡប់ទៅរកប្តីរបស់នាងជាមួយនឹងកូនរបស់នាងតែប៉ុណ្ណោះនិយាយរួចក៏ចូលទៅវាបហាតែម្ចាស់18យើងមានបញ្ហាជឿបន្តិចបន្តួចជាសំណាងដែលមាន17ចូលមកជួយក្នុងគណៈពេលហ្នឹងរ៉ូសែបានធ្វើការវាបហាដល់គ្នាទាំងពីរតែអ្នកទាំងពីរគេផុតបែរជាត្រូវរៀបរណេតយ៉ាងមួយទៅផឹងបន្តទៅបោកទៀត17ចូលទៅវាបហាជាមួយនឹងរ៉ូសែការពីប្រហែលរបស់ពួកនាងវាយត្រូវទៅគ្នាឯងដល់ពេលអញ្ចឹង17ប្រហែលរ៉ូសែតែម្ដងគណៈពេលដែលរីតប្រណេក៏ពោចោះថយថាពលរបស់នាងមិនដឹងថានាងនឹងប្រើថាពលតាមពីការទេចាប់ចងជើង18មកថាពលលើបានធ្វើការឡំបត់ជុំវិញបច្ច័យ18ដល់ពេល17ចង់ចូលមកជួយដែរត្រូវបានរ៉ូបឺតមួយចូលបរិរាំងក្រុមយូនីវើទី2ក៏បានធ្វើការចាប់ផ្ដើមក្រមតរកាន់នាងដែលធ្វើថាពលរបស់នាងចាប់ផ្ដើមសាយភៀបពេញនឹងតែម្ដងចំហាយបេះដូងយក្សមួយក៏បានរែកឡើងអមជាមួយនឹងមាឌធំសបារបស់រីតណេហើយនាងក៏យាលដៃរបស់នាងឡើងធ្វើការវិបហាដើម្បីក៏បាននឹកឃើញពីអនុស្សាវរីយ៍ជាច្រើនតាក់ទងជាមួយនឹងគ្រួសាររបស់នាងដូច្នេះក៏ធ្វើឲ្យម្ចាស់18អាចរើបំរាពីចំណងនឹងបានទប់ទល់ជាមួយនឹងដៃយ៉ាងធំសម្បើមកម្លាំងរបស់ម្ចាស់18អាចវាបំបាយទៅកាន់ដៃរបស់រីប៊ីណេហើយក៏បានរត់ឡើងរកទៅមកថាអពោជីវិវត្តរបស់រីប៊ីណេ17ជាមួយនឹង18បានធ្វើការចូលតប់18បានធ្វើការចូលទៅវិវហាបូរួមជាមួយនឹងការគេចដូចជាស៊ុបមែនដល់តែពេលអញ្ចឹង Universe ទី2នៅសល់តែសមាជិក3នាក់តែប៉ុណ្ណោះដែលពួកគេទាំង3នឹងរៀមធ្វើការប្រយុទ្ធគ្នាជាមួយនឹង Goku យើងក៏លេខទៅមើល Universe ទី2មានមនុស្សជាច្រើនកំពុងធ្វើការគ្រប់គ្រងទៅកាន់អ្នកប្រយុទ្ធ Universe របស់ពួកគេ Represent បាននិយាយសុំទោសទៅកាន់ fan ដែលនៅលើផែនដីរបស់នេះជាច្រើនអ្នកប្រយុទ្ធទាំង3មកពី Universe ទី2បានខំប្រយុទ្ធជាមួយនឹង Goku ខ្លាំងមែនទែនយើងក៏លេខទៅមើលអ្នកប្រយុទ្ធមកពី Universe ទី1នៅសល់តែ2នាក់ទេម្នាក់មានឈ្មោះថា Selona ម្នាក់ទៀតមានឈ្មោះថា Pirina សាច់រឿងតបែហើយក៏បានត្រឡប់ទៅមើល Goku យើងវិញត្រូវបានអ្នកទាំង3ពួតដៃវាយអ្នកទាំង3ហ្នឹងបានទទួលយកថាពលលើបមកពីអ្នកគ្រប់គ្រងទស្សនាមិនថ្មីនោះទេ18ជាមួយនឹង17ក៏បានចូលមកជួយដល់ពេលនេះ3ស្មើតែម្ដងចំណែកកោហាំងនៅនេះក៏បានប៉ះគ្នាជាមួយនឹងសេអូណាវាយគ្នាឡើងម្ចាស់ដៃរីឯភីគីឡូក៏បានប៉ះគ្នាជាមួយនឹងភីរ៉េណាក៏បានប្រើប្រាស់ថាពលកម្មដាក់ស្មែរបស់គេពីបហាភីរ៉េណាមានសមត្ថភាពដូចជាភីគីឡូអញ្ចឹងដកដៃឡើងវែងដូចជានឹងនាងនឹងណាហើយយើងក៏បានដឹងថានៅក្នុងយូនីវើសទី6គឺមានដំបូលដូចជាភីគីឡូច្រើនខ្លាំងមែនទែនសូម្បីតែសមត្ថភាពក្នុងការបន្តដៃក៏ភីរ៉េណាក៏អាចធ្វើបានដែរចំណែកគូក៏បានប៉ះគ្នាជាមួយនឹងអប៉ែម៉ែនេះអប៉ែឈោតដូចជារីព្រីអែនចំណែក17ត្រូវប៉ះគ្នាជាមួយនឹងអប៉ែម៉ែនេះដែលមានលឿនឆ្វាញ់ពេញហ្នឹងមីចា18ក៏មិនឲ្យក៏ពីក្បត់ជើងមួយដំហឹងខណៈពេលដែលសេណាបានប្រើដៃរបស់គេយ៉ាងវែងចាប់រត់គោហាំងរបស់យើងតែមួយដំហឹងបន្តភីរ៉ូណាក៏បានប្រើថាពលរបស់គេពីបហាតែពេលហ្នឹងភីគីឡូក៏បាញ់ថាពលរបស់គេចូលទៅជួយថាពលនៅក្នុងមាត់របស់ភីរ៉ូណាបាញ់សាយមួយដំហឹងក៏ប៉ុន្តែគោហាំងក៏បានចូលមកទប់ទល់ជាមួយនឹងថាពលមួយនោះគោហាំងបានស្ទាក់ស្ទើរនោះទេក៏សម្រុកចូលជាមួយនឹងបឺរបស់គេលឿនវាយមួយដៃសេណាទប់ទាំងដីដៃរបស់គេក៏បានតទៅវាយវិញអ្នកទាំងពីរអ្នកទាំង3នេះក៏បានធ្វើការចូលប្រយុទ្ធគ្នាទៅវិញទៅមកតោះតែមានឱកាសភីគីឡូក៏ចាប់ផ្ដើមប្រមូលផ្ដុំថាពលរបស់គេចំណែកគូក៏បានទប់ជាមួយនឹងថាពលនៃការពមៀបំពកហើយអ្នកគេនឹងក៏បានមកជីស្និតមួយដែលមានតម្រងដូចជាបេះដូងខ្មៅអញ្ចឹងក៏សម្រុកចូលគៀបសង្កត់ទៅកាន់អ្នកទាំង3ការគៀបសង្កត់នេះមិនមែនធម្មតាទេហាក់បីដូចជានៃដីរាប់រយពាន់អញ្ចឹងដូច្នេះគូក៏ស្រែកមកว่าក៏បញ្ចេញ Super Saiyan Blue របស់គេកម្លាំងថាពលការមេមហារបស់អើកូននេះទាំងពីរវាមហារកាន់គូប្រកួតរៀងៗខ្លួនគណៈពេលនោះសេណារៀបធ្វើការហាមឃាត់ប៉ុន្តែភីគីឡូរបស់យើងក៏បានចូលមកទប់ទល់គូហាំងស្រែកមកว่าគូស្រែកមកว่าក៏បដួលស្ត្រូវរបស់ពួកគេរៀងៗខ្លួនតែម្ដងហើយដូច្នេះសេណាទាំងពីរនេះក៏បានធ្វើការរំលាយយូនីវើសទី2ចោលតែម្ដងដោយយើងបានឃើញថាមនុស្សជាច្រើននៅក្នុងភពផែនដីយូនីវើសទី2នឹងក៏ត្រូវលាយដែរក្នុងនោះវ៉ាដក៏បាននិយាយថាបើសិនជាចំប៉ាខំបង្វើខណៈខ្លាំងជាងនឹងដោយមិនឲ្យសមាជិករបស់ពួកគេសោយនេះទេនៅប្រកាសណាយូនីវើសទី6ប្រកាសជាមិនលីនេះទេទោះជាយ៉ាងណាក៏ដោយការលីផ្លាជាមួយនឹងបងស្រីរបស់នេះហាក់បីដូចជាសប្បាយដែរនឹងសមាជិកយូនីវើសទី6ក៏ចាប់ផ្ដើមមកលីម្ដងម្នាក់
ក្នុងនោះបានក៏បានគោរពទៅកាន់ចាំប៉ាដើម្បីជួយដំណើរពួកគេហើយក៏សូមបញ្ជាក់ស្ដីផងសម្រាប់វគ្គមុនដោយបេរូគឺជាបងរបស់ចាំប៉ាមិនមែនចាំប៉ាជាបងរបស់បេរូទេក្រោយមកទៀតកំឡុងពេលវិជាតាឈរសក់សក់ស្រាប់តែមានអ្នកគេវាយខ្លួនទម្លាក់តែបណ្ដៃទេខ្លួនអាចកោងឡើងវិញបានចំណែកកោហាមិនខកអីវិជាតាដែរត្រូវបានអ្នកគេវាយខ្លួនឡើងប៉ើងក៏ប៉ុន្តែក៏មានភីកាឡូចុះមកជួយយូនីវើទី6ជាមួយនឹងយូនីវើទី11ចាប់ផ្ដើមប្រុងប្រយ័ត្នតែម្ដងគោលដៅបន្តរបស់ពួកគេគឺ18ដល់វាយ18របស់យើងឡើងទូអសាយតែម្ដងពីក៏លោកក៏បានចេញមកជួយដល់ប្រកម្មពលឺរបស់គេធ្វើការចាំងទៅតែម្ដងតែដូចតែយើងមើលទៅហាក់បីដូចជាគ្មានឃើញអីតសោះតែលឺសម្លេងចេញពីថ្មមួយខ្លួនក៏បានកម្មដាក់ស្មីជាច្រើនទៅនឹងចំណែកកោហានេះក៏ដូចគ្នាដែរព្យាយាមក្នុងការវិបហាជាច្រើនទូលីទាំងអស់នេះក៏បានប៉ះខ្លួនទៅកាន់ដើម្បីសាយម្នាក់ហ្នឹងដែលធ្វើពីគីឡូរបស់យើងមើលគេឃើញលែងម្ដាយប៉ុន្តែមើលទៅរូបរាងជាមួយនឹងមនុស្សដូចជាបកគួយអញ្ចឹងវិបហាទៅកាន់ពីគីឡូរបស់យើងពីគីឡូក៏បញ្ជាក់ថាពលរបស់គេចេញពីក្នុងវត្តដើម្បីទៅកាន់ដើម្បីសាយធ្លាក់ទៅតែម្ដងដែលយើងមិនអាចមើលឃើញរូបរាងរបស់បាយសាយហ្នឹងស្ដាប់តែសលេងក៏ដឹងថាបែរហ្នឹងធ្លាក់ដែរហើយកូនត្រែនមកពីយន្តនៅបើទី4ក៏បានប្រើថាពលរបស់គេដូចជាប្រេងកង់អញ្ចឹងដែលវាបានមកកើតជាជាមួយឡើងពណ៌កាន់2គីឡូជាមួយនឹងកោហាំងនៅក្នុងនោះយើងក៏បានឃើញសមាជិកជាច្រើនមកពី Universe នីមួយៗដែលត្រូវបានអាលីនឹងនៅនឹងដែរពួកគេទាំងអស់ដូចជាបូថាម៉ូនឹងក៏បានចូលទៅវាបេហទៅកាន់ Goku បងប្អូនចចទាំង3ក៏បានធ្វើការវាបេហទៅកាន់ពួកគេទាំងពីរ2គីឡូឆ្លាតក៏បានធ្វើការវាបេហទៅកាន់កូនត្រែនដែលបានមកកើតប្រេងកង់នឹងមកដូច្នេះធ្វើឲ្យសមោគឺប្រកួតរបស់ពួកគេលេឡតអស់លេងកំឡុងពេលហ្នឹង2គីឡូត្រូវបានអាណាគេម្នាក់វាបេហខ្លួនដោយអ្នកដែលវាបេហខ្លួននឹងមើលមិនឃើញទៀតហើយការវាយប្រមាណដៃនេះនៅពេលដែលខ្លួនបានប្រយ័ត្នត្រូវបានអាកូនប្រកួតម្នាក់ហ្នឹងបែកខ្លួនទម្លាក់ពីលើសង្វៀននឹងមកក៏ដែលបន្តរបស់បែបម្នាក់ហ្នឹងគឺ17តែ17របស់យើងត្រូវបានគូគូរបស់យើងចូលមកជួយមនុស្សដែលអញបាំងកាយហ្នឹងធ្វើការវិបហានកាន់17របស់យើងជាច្រើនដែរតែដល់ពេលដល់17របស់យើងស្ទងដឹងវិបហានទៅវិញអាពេលហ្នឹងស្បៃតែម្ដងបើតែដល់យើងមើលអ្នកដែលវិបហានហ្នឹងតញ៉ែមដូចសមោចឹងគូគូជាមួយនឹង18ក៏បានរួមដែរគ្នាម្នាក់វាយដែរម្នាក់ប្រើកម្មមកលើតែធ្វើឲ្យកូនសមោតញ៉ែមិនធ្លាក់មកដោយសារតែសមាជិកយុវវ័យទី4ធ្លាក់អស់ទៅហើយសែនៅទៅ2នាក់ក៏បានធ្វើការរំលាយតែម្ដងតាមមុននឹងរំលាយព្រះនៃការបំផ្លាញហ្នឹងមិនសោកចិត្តទេដល់ពេលចឹងបច្ចុប្បន្ននេះនៅសល់តែ Universe ចំនួន3តែប៉ុណ្ណោះក្រៅពី Universe 3ហ្នឹងត្រូវបានរំលាយអស់លេងហើយក្រោយមកទៀតអ្នកដែលយើងត្រូវប៉ះបន្តហ្នឹងគឺមកពី Universe ទី3អ្នកដែលមកពី Universe ទី4ហ្នឹងគឺបកការក្នុងការផលិតបច្ចេកវិទ្យាតាក់ទងជាមួយនឹងមនុស្សយន្តយើងមើលតែព្រះនៃការបំផ្លាញគេហ្នឹងគឺជាមនុស្សយន្តដែរដោយដុកទ័រដែលពាក់អាវសដឹកនាំមនុស្សយន្តទាំងអស់ហ្នឹងគឺមានឈ្មោះថាផាផារ៉ូនីមនុស្សយន្តទាំងអស់ហ្នឹងបានត្រូវបានបញ្ជាឲ្យធ្វើការវិបហានការគ្នារបស់គូគូមានមនុស្សយន្ត2នាក់ចូលទៅវាបហានគូគូតែកោហាំងចូលមកជួយចំណែកមនុស្សយន្តមួយទៀតបានធ្វើការវាបហានជាមួយនឹងគ្រាប់មីស៊ីជាច្រើនវាបហានទៅកាន់កោហាំងតែកោហាំងរបស់យើងព្យាយាមគេខ្លាំងណាស់កោហាំងក៏ចាប់កវីកពាត់ឲ្យមនុស្សយន្តមួយឲ្យគ្នាទៅបុកជាមួយនឹងជាងហើយក៏បន្ថែមជាមួយនឹងការម្នាក់ស្មៃតូចៗជាច្រើន17ជាមួយនឹង18បានប្រើការម្នាក់ស្មៃរបស់គេវាបហានទៅកាន់មនុស្សយន្តមួយក្បាលរហូតតតែមនុស្សយន្តមួយគ្រឿងនឹងចាប់ផ្ដើមប្រែសាមរាងកាយរបស់គេតែម្ដងមិនធម្មតាប្រែនោះទេក៏ផ្ទុះទាំងហុយសាញ់ដលោវិចារ18ក៏បានបន្ថែមបញ្ជើមនុស្សយន្តនេះធ្លាក់ពីលើសង្វៀនមកមនុស្សយន្តដែលនៅកណ្ដាលហ្នឹងគឺមានឈ្មោះថា Koshkai ចំណែកខាងឆ្វេងដៃគឺមានឈ្មោះថា Poratera ដុកទ័រផាផារ៉ូនីក៏បានបញ្ជាមនុស្សយន្តទាំង3នាក់របស់ខ្លួនធ្វើការចូលទៅវាបហាតែតាមពិតមនុស្សយន្តទាំង3នេះធ្វើការផ្គុំរាងកាយរបស់គេចូលគ្នាតែម្ដងដែលបង្កើតទៅជាមនុស្សយន្តមួយដែលមានឈ្មោះថា Koshirata យេស៊ូស្រាប់សំហាមនុស្សយន្តតែម្ដងតែក៏ហាំងបានប្រើថាពលរបស់គេធ្វើការវាបហាទៅកាន់មនុស្សយន្តនឹងតែបើតាអ្វីដែលយើងមើលដូចជាវាមិនចូលទូរស័ព្ទមនុស្សយន្តមួយក្បាលនេះមានធំកប៉ិតណែនតែបើនិយាយពីលឿនវិញលឿនអត់តោះពេលហ្នឹងវាក៏បានប្រើការស្មៃវាបហាទៅកាន់កោហាំងចំណាប់ដៃជាមួយនឹងគ្រឿងចាក់របស់អ្នកទាំងពីរធ្វើការវាបហាគ្នាទៅវិញទៅមកបើដែរម្ដាយរបស់កោហាំងលឺសូរតែពើងមនុស្សយន្តនឹងក៏បានប្រើដៃរបស់គេគៀបសង្កត់ទៅកាន់កោហាំងតែត្រូវបានគូគូជាមួយនឹងវិជាតាចូលមកជួយសាយយ៉ាងទាំង3ក៏បានរួមដៃគ្នាចូលទៅវាបហាជាមួយនឹងមនុស្សយន្តហ្នឹងឃើញអ្នកឆ្នេះដុកទ័រផាផារ៉ូនីចាប់ផ្ដើមកើតកតោមតែម្ដងក្រុមថាបូទីទូតប៉ុណ្ណឹងក៏ថាអាចធ្វើអ្វីមនុស្សយន្តបងលើទីនេះក៏ហាំងក៏បានប្រើការមេមហារបស់គេធ្វើការវិបហាទៅកាន់មនុស្សយន្តនឹងមួយទំហឹងអ្វីដែលយើងនឹកស្មានមកដល់ទាំងមនុស្សយន្តជាមួយនឹងដុកទ័រម្នាក់ហ្នឹងបាក់ជើងចង្អាងតែតាមពិតដុកទ័រផាផារ៉ូនីមិនអីនេះទេបូរួមផ្សំជាមួយនឹងមនុស្សយន្តរបស់គេនៅដែរហ្នឹងក្រោយមកទៀតអ្វីដែលយើងនឹកស្មានមកដល់ដុកទ័រផាផារ៉ូនីនេះបានធ្វើការរួមបញ្ចូលជាមួយនឹងមនុស្សយន្តរបស់គេដោយបង្កើតទៅបានជាបិសាចមួយដែលមានឈ្មោះថាអាណារ៉ាហ្សាបិសាចនេះគឺមានរូបរាងដូចជាបែនថែនអញ្ចឹងគ្រាន់តែចំហាយថាពលរបស់គេធ្វើមនុស្សគ្រប់គ្នាត្រូវដកថយវិជាតាបានធ្វើការពីបហាតែបិសាចនឹងគ្រាន់តែវាដៃតិចថាប្រពន្ធនឹងអាលីឡតអត់លេងអាណារ៉ាហ្សាស៊ូចូលជាមួយនឹងមើលរបស់គេលឿនវាយទៅមួយដៃយាជើងទាត់មួយជើង17ជាមួយនឹង18រត់មកសមត្ថភាពរបស់បិសាចនេះគឺមានត្បូងជាប់ជាមួយនឹងត្រចៀករបស់គេដែលវាអនុញ្ញាតឲ្យដឹងទីតាំងរបស់ក្រុមទូអេកซ์របស់យើងជាសំណាងដែលហ្វ្រីសាចេញមុខចូលមកទាត់គូគូមួយជើងកុំអីគូគូធ្លាប់លើសង្វៀនហើយមិនអាចនិយាយគ្នាច្រើនទេបិសាចកំណាញ់ក៏បានចូលទៅវាបហាទៅកាន់ពួកគេហ្វ្រីសាក៏បានចាំតែសម័យរបស់គេទៅកាន់បិសាចហ្នឹងបិសាចក៏បានតដៃទៅវិញព្យាយាមក្នុងការចាប់ទៅកាន់ក្រុមទូឯកប្ររបស់យើងម្ដងម្នាក់
អេណារ៉ាសាយីដុំថាពលរបស់គេគប់ទៅមួយដំណឹងដែលបណ្ដាក្រុមគ្នាទូឯកប្រវត្តិរបស់យើងកិច្ចឡើងវត្តដបងហើយក៏បន្តធ្វើការវិបហារកម្មអេណារ៉ាសាសាជាថ្មីអេណារ៉ាសាព្រោះចំហាយថាពលរបស់គេវិបហារកម្ម17ដែលធ្វើដំបីរបស់យើងត្រូវចូលទៅជួយទៅកាន់17ដែលនាងចំនួនខ្លួននាងផ្ទាល់គឺជាអ្នកធាដែលដំបីរបស់យើងគឺជាអ្នកឡើងទៅលើវិញនៅពេលនេះនៅសល់តែជើងខ្លាំងទាំង5របស់យើងធ្វើការរួមដៃគ្នាទប់ចូលជាមួយនឹងបិសាចចេះដល់ស្លាបបិសាចកំណាចបានបង្កើតដុំថាពលហើយបីដូចជាដុំព្រះអាទិត្យមួយអញ្ចឹងនេះទាំងសងខាងសឹកសងតែស្រែកជាមួយនឹងសម្រេចថាពលរបស់ពួកគេរៀងៗខ្លួនទោះជាយ៉ាងណាក៏ដោយក៏អេណារ៉ាសាក៏នៅតែមកចរចាជាមួយនឹងក្រុមទូឯកប្រវត្តិរបស់យើងស្រែកមកវាបន្ថែមទៀតដល់ពេលដែលចឹងមនុស្សយន្តទាំងអស់ហ្នឹងជាមួយនឹងដុកទ័រផាផារ៉ូនីហ្នឹងគឺធ្លាក់ទាំងអស់ហ្នឹងសព្រាមកាយក៏មិនបានបន្តទៅកាន់ពួកគេដែរទោះបីជាចាញ់ក៏ពិតមែនក៏ពួកយើងនៅតែតស៊ូរហូតដល់ទីបញ្ចប់ព្រះនៃការបំផ្លាញដែលជា robot ហ្នឹងតាមពិតមិនមែនជា robot ណាព្រះម្នាក់ហ្នឹងក៏បានលាទៅកាន់ angel របស់ខ្លួនដូច្នេះហើយនៅពេលនេះគឺនៅសល់តែ universe ទី7ជាមួយនឹង universe ទី11តែប៉ុណ្ណោះដោយនៅភាគក្រោយយើងចាំមើលថាការប្រកួតរវាង Goku ជាមួយនឹង Jiren តើវានឹងទៅជាយ៉ាងណាហើយរវាងអ្នកទាំងពីរមួយអ្នកគឺជាអ្នកឈ្នះមួយអ្នកគឺជាអ្នកចាញ់ហើយសម្រាប់អ្នកដែលចង់ជួយ support មកដល់ខ្ញុំគឺអាចតាមរយៈ QR code មួយនេះចឹងវីដេអូរបស់យើងគឺវាមកដល់ទីបញ្ចប់នៅត្រង់ចំណុចមួយហ្នឹងបាយបាយ